គេមកហើយអ្នកគ្នាគេមកហើយអូយបើកបើវីដេអូចឹងអ្នកអូខេប្រកាសជាដឹងថ្ងៃថ្ងៃនេះ vlog នេះនឹងនិយាយពីអីនេះគឺនឹងបង្ហាញពីសកម្មភាពមុនជាមួយនឹងក្រោយពេលដែលខ្ញុំបានបង្កើត Emilia អ្នកទាំងអស់គ្នាហើយក៏ប្រាប់អ្នកទាំងអស់គ្នាពីមូលហេតុហើយបានខ្ញុំបដូរពីការកាត់ធម្មជាតិមកជាការវះកាត់ដែរហើយក៏មានអ្នកនិយាយច្រើនដែរថាខ្ញុំទៅកាត់កូនដូចទៅសាឡនដូចទៅដើរលេងអញ្ចឹងតែមើលទាំងអស់គ្នានេះគឺមួយថ្ងៃមុនពេលដែលខ្ញុំត្រូវតែវះអ្នកទាំងអស់គ្នាក៏ប៉ុន្តែគឺខ្ញុំមានកម្រងសម្រាប់ធម្មជាតិទេគឺពេលនេះគឺជាពេលដែលខ្ញុំកំពុងតែចាំអូនចេញមកអ្នកគ្នាគឺបាន39អាទិត្យ3ថ្ងៃហើយតែខ្ញុំមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះផងហើយទឹកភ្លោះខ្ញុំច្រើនផងអញ្ចឹងទៅអូនគឺអត់ងាយចេញមកអ្នកទាំងអស់គ្នាសូម្បីតែពេលដែលខ្ញុំគៀកសម្រាប់មែនតើហើយក៏ស្បូនខ្ញុំអត់ទាន់បើកដែរហើយ unfortunately គឺរឿងទាំងអស់ហ្នឹងគឺធ្វើឲ្យកូនរបស់ខ្ញុំរៀងខ្សោយនិយាយទៅគឺពេលនេះគឺលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យអរិនដាក៏ចាប់ផ្ដើម find out ថាកូនរបស់ខ្ញុំរៀងខ្សោយអ្នកទាំងអស់គ្នាតាំងចង្វាក់បេះដូងជាមួយនឹងតាំងកាយកម្រើទៅវាជាសញ្ញាមួយដែលគ្រោះថ្នាក់មែនតើបើសិនជាយើងនៅចាំគឺកូននឹងកាន់តែខ្សោយអញ្ចឹងនិយាយទៅក៏អរគុណដល់លោកគ្រូអ្នកគ្រូនៅមន្ទីរពេទ្យអរិនដាមែនតើដែល find out ហើយជួយសង្គ្រោះខ្ញុំជាមួយកូនបានភ្លាមៗណាទាំងអស់គ្នាពេលនេះគឺពេលដែលខ្ញុំអត់ទាន់សម្រេចចិត្តថាវាហេខ្ញុំចង់តាមដានបន្ថែមទៀតមកគេងនៅមន្ទីរពេទ្យអរិនដាសាខាដួងងារណាទាំងអស់គ្នាអូយបន្ទប់ធំមែនតើនេះគឺជាបន្ទប់ Queen ណាដែលខ្ញុំបានទុកតាំងពីដើមមកណាទាំងអស់គ្នាទៅគឺ environment ស្អាតខ្លាំងបន្ទប់អ្នកមកមើលដល់ឡែកជាមួយបន្ទប់អ្នកជំងឺដល់ឡែកទៀតនិយាយទៅគឺបន្ទប់នេះស្អាតហើយធំខ្លាំងស្ថានភាពខ្ញុំជាមួយនឹងកូនតតែខ្ញុំនេះមានគម្រោងចង់សម្រាប់ធម្មជាតិតាំងពីដើមនៅពេលចឹងទៅស្ទាក់ស្ទើរមែនតើទៅលើការវាក៏ពេលសញ្ញាគ្រោះថ្នាក់វាអត់ទាន់អីដែរណាទាំងអស់គ្នាគឺពួកខ្ញុំនៅឈៀលនៅអីឡើយនៅតាមដានឡើយទេដោយសារបើសិនជាកូនខ្ញុំអត់អីគឺខ្ញុំនឹងចាំដល់ថ្ងៃដែលខ្ញុំសម្រាប់ធម្មជាតិបានហ្មងក្រោយពេលដែលតាមដានមួយយប់ហើយព្រឹកឡើងលោកគ្រូវ៉ាជាមួយនឹងតាមដានច្បាប់បេះដូងអូនបន្តក៏ឃើញថាកូនខ្ញុំនៅតែខ្សោយដដែលមានន័យថាគឺអ្នកគ្រូគាត់តាមដានពី2ម៉ោងម្ដងរហូតគឺកូនខ្ញុំដំបងអត់អីដល់ពេលព្រឹកឡើងចាប់ផ្ដើមទៅអត់ស្រួលគឺអ្នកគ្រូឲ្យខ្ញុំវះភ្លាមតែម្ដងចានេះគឺផាត់មុខទៅវះហ្នឹងអ្នកទាំងអស់គ្នាយើងជាមួយអ្នកគ្រូថាវះម៉ោង12ម៉ោង1កន្លះគឺខ្ញុំត្រូវទៅវះហើយអញ្ចឹងទៅខ្ញុំធៀមខ្លួនធៀមអីមកស្អាតអញ្ចឹងដើម្បីយើងឈៀលកាប៉ិតខ្ញុំភ័យណាស់អ្នកទាំងអស់គ្នាពេលនេះគឺភ័យខ្លាំងចង់យំបន្តិចអីបន្តិចដោយសារខ្លាចរឿងវះហ្នឹងខ្លាំងខ្ញុំសម្រាប់ខ្ញុំអញ្ចឹងបើខ្ញុំចង់កើតធម្មជាតិតមេខាងនេះអូបាញ់ទឹកអប់ផាត់មុខឆ្ងាញ់ប្តីខ្ញុំនេះគឺបារម្ភពីប្រពន្ធបារម្ភពីកូនដោយសារភ័យដែរនេះគឺបងថ្លៃខ្ញុំចាមកកំដរតាំងពីយប់ដែលខ្ញុំត្រូវចូលពេទ្យនឹងហ្មងអ្នកទាំងអស់គ្នាគាត់គ្រាន់តែឮថាខ្ញុំអូខេថាវះគាត់សប្បាយចិត្តជាងគេដោយសារគាត់ចិត្តបានឃើញក្មួយគាត់តចានេះគឺធ្វើខ្លួនហើយគឺត្រៀមខ្លួនចូលវះហ្នឹងណាតែឃើញចឹងឯងក៏ខ្ញុំភ័យណាស់ក៏ចាប់ផ្ដើមយកអ្វីដែលខ្ញុំបានត្រៀមទុកនឹងឡើងមកលើបន្ទប់អ្នកទាំងអស់គ្នាទៅគឺ stand by តាមឡាន stand by នៅផ្ទះបងថ្លៃខ្ញុំចោលមកឲ្យតែ confirm ថាវះភ្លាមគឺមានអវ៉ាន់នៅនឹងភ្លាមដើមលៀងដបដាក់ UV ដាក់អីដាំទឹកដាំអីដើម្បីចាំទទួលកូនណាគឺធៀមខ្លួនទៅមែនតើអ្នកទាំងអស់គ្នាហើយអារម្មណ៍ពេលហ្នឹងភ័យផងអផងភ័យខ្លាចដោយសារតែកម្រងអត់បានដូចចិត្តដោយសារតែចិត្តបានជួបមុខកូននេះទៅអារម្មណ៍ពេលហ្នឹងច្បុកច្បល់នេះគឺអ្នកគ្រូលោកគ្រូគាត់ចាប់ផ្ដើមអូសខ្ញុំទៅកន្លែងបន្ទប់ដែលយើងត្រូវចាក់ថ្នាំចង្កេះណាអ្នកគេដើម្បីស្ពកមើលទៅខ្ញុំសប្បាយស្លាប់ហ្មងគឺ chill ហ្មងអ្នកទាំងអស់គ្នាតែការប៉ិតទៅខ្ញុំភ័យណាស់បងប្អូនអើយខ្ញុំខ្លាចណាស់ដោយសារតែខ្ញុំខ្លាចឈឺខ្ញុំខ្លាចមកកបិតខ្ញុំខ្លាចការចាក់អំបត្តិការជិះចាប់នៅចង្កេះហ្នឹងគឺខ្ញុំខ្លាចគ្រប់សពក្រោយពីការវះកាត់ហើយអ្នកទាំងអស់គ្នាគឺខ្ញុំនិយាយពាក្យតែមួយម៉ាត់ទេបើដឹងតែវះស្រួលអញ្ចឹងគឺខ្ញុំវះតាំងពីយូរគឺខ្ញុំអរគុណដល់លោកគ្រូដែលបានជួយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំទុកចិត្តអ្នកទាំងអស់គ្នាហើយការវះកាត់នេះគឺជោគជ័យល្អមែនតើហើយខ្ញុំនិយាយត្រង់អ្នកទាំងអស់គ្នាខ្ញុំអត់មានការជិះចាប់សូម្បីតែបន្តិចអ្នកគ្នាអាចមើលមុខខ្ញុំបានហើយពេលនេះគឺជាពេលដែលខ្ញុំរំភើបជាងគេគឺពី10 3 4ខ្ញុំយំតែម្ដងគឺលឺសលេងកូនយំអ្នកទាំងអស់គ្នាហើយពេលវេលាមួយនេះគឺជាពេលវេលាដែលខ្ញុំមិនអាចបំភ្លេចបានទេនៅទាំងអស់គ្នាខ្ញុំចាំគាត់គឺនៅតែចង់លេងកន្លងទេកូនខ្ញុំក៏សុវត្ថិភាពខ្ញុំក៏សុវត្ថិភាពដែរអ្នកទាំងអស់គ្នាពេលដែលខ្ញុំវះកាត់ហ្នឹងទាំងបងបង្កើតខ្ញុំបងថ្លៃខ្ញុំគ្រួសារទាំងសងខាងជួយរៀបដើម្បី welcome on Emilia ជាមួយនឹងខ្ញុំណាទាំងអស់គ្នាពីការវះកាត់នៅមន្ទីរពេទ្យអរិនដាគឺនឹង check up អូរយៈពេល6ម៉ោងសិនបានយកមកបន្ទប់ណាទាំងអស់គ្នាហើយខ្ញុំក៏ចង់ដែរខ្ញុំក៏នៅក្នុងបន្ទប់តាមដានពី2ម៉ោងដូចគ្នាដើម្បីតាមដានមើលហើយពេលនេះគឺខ្ញុំកំពុងខ្ញុំណាទាំងអស់គ្នាវាគឺជា effect ក្រោយពេលដែលយើងវះកាត់ទៅហើយក៏ខ្ញុំបានមកបន្ទប់វិញដែរ finally គឺទាំងម៉ែទាំងកូនខ្ញុំគឺសុវត្ថិភាពទាំងពីរនាក់ហ្មងហើយអរគុណមែនតើទៅដល់មន្ទីរពេទ្យអរិនដាជាពិសេសលោកគ្រូអ្នកគ្រូដែលបានតាមដានពួកខ្ញុំតាំងពីដើមមករហូតដល់ថ្ងៃកើតនេះគឺអរគុណដល់ពួកគាត់មែនតើហើយក៏អរគុណដល់មន្ទីរពេទ្យអរិនដាដែរដោយសារគាត់មើលថែម៉ែកូនខ្ញុំបានល្អមែនតើទាំងអស់គ្នាទៅមហូបអាហារមួយថ្ងៃ3ពេលគ្រប់សពតែម្ដងមានទាំងសេវាកម្មយកម៉ាមីទៅសាឡននៅដូចអ្នកនរគ្នានិយាយចឹងថាខ្ញុំទៅកើតកូនទៅសាឡនហ្នឹងដោយសារតែសេវាកម្មមន្ទីរពេទ្យអរិនដាគឺថាទំនើបហើយលយខ្លាំងមែនតើប្រះមែនតើនិយាយទៅគឺបន្ទប់ស្អាតជាមួយនឹង environment ល្អក៏ធ្វើឲ្យពេលដែលយើងវះកាត់ហើយឬក៏ពេលដែលយើងសម្រាប់ធម្មជាតិហើយទៅយើងរៀងបាក់បៀយើងរៀងទ្រុឌទ្រោមអីចឹងណាដល់ពេល environment ល្អក៏ធ្វើឲ្យយើងសប្បាយចិត្តហើយយើងមានកម្លាំងតាមនឹងដែរចឹងវីដេអូរបស់ខ្ញុំទៅវះកាត់កូននេះគឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាហើយនៅវីដេអូនៅពេទ្យច្រើនទៀតចាំខ្ញុំធ្វើវីដេអូអ្នកគ្នាមើលក្រោយៗទៀតសុខភាពខ្ញុំរៀងល្អបន្តិចគឺខ្ញុំនឹងព្យាយាមកាត់វីដេអូអ្នកគ្នាមើលឲ្យច្រើនជាងនឹងទៀតអរគុណទាំងអស់គ្នាដែលមើលដល់ចប់ and bye bye ពុំមីងកុំភ្លេចឆ្លាញ់អូន Emilia ច្រើនណា